អូខេសូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបានក៏បានលើកយកនៅជីវប្រវត្តិរបស់លោកអូស៊ូងឬគេតែងតែហៅថាទេវតាដោដៃដើម្បីលើកយកមកសង្ខេបដើម្បីនិយាយឲ្យប្រិយមិត្តទាំងអស់គ្នាតាមដានដែលអ្នកស្ដាប់ឲ្យបានស្ដាប់ដោយតទៅប្រវត្តិលោកតាស៊ូងឬទេវតាដោដៃលោកអូស៊ូងឬលោកតាស៊ូងឬទេវតាដោដៃគឺមានឪពុកបង្កើតនាមលោកតាចុកនិងម្ដាយមាននាមថាលោកយាយស៊ន់ដោយមានបងប្អូនបង្កើត2នាក់គឺរូបលោកនិងប្អូនស្រីម្នាក់ទៀតក្រោយពេលឪពុកបង្កើតលាលោកយាយស៊ន់ដែលត្រូវជាម្ដាយក៏ត្រូវមានប្តីមួយទៀតដែលមាននាមថាលោកតាឈួនហើយគ្រួសារថ្មីនេះគឺមានកូនចំនួន5នាក់បន្ថែមទៀតនេះបើតាមការបញ្ជាក់ពីព្រះភិក្ខុព្រះគ្រូយោសបញ្ញញាណដែលនិមន្តមកពីវត្តមួយនៃឃុំក្រាំងលាវស្រុករលាបៀបខេត្តកំពង់ស្ពឺនៅក្នុងកម្មវិធីមួយពាក់ព័ន្ធនឹងប្រវត្តិលោកតាស៊ូងនេះដែរបើតាមលោកសំលៀងទ្រីប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់ប្រាប់សារព័ត៌មានមួយកាលពីឆ្នាំ2018ថាលោកតាស៊ូងព្រះនាមដើមជុកស៊ូងកើតនៅថ្ងៃអង្គារ15កើតខែកត្តិកឆ្នាំជូតឆាស័កពុទ្ធសករាជ2468ត្រូវនឹងថ្ងៃទី11ខែវិច្ឆិកាគ្រិស្តសករាជ1924ក្នុងត្រកូលកសិករនៅភូមិគូលែនជើងឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារចំពោះលោកតាឈួនដែលជាឪពុកចុងរបស់លោកបានទទួលអនិច្ចកម្មនៅឆ្នាំ1979ក្នុងជំនមាយុ80ឆ្នាំកាលពីអាយុ10ឆ្នាំកុមារស៊ូងតែងតែសុំឪពុកម្ដាយទៅបួសតែដោយឃើញកុមារស៊ូងនៅតូចពេកឪពុកម្ដាយមិនទាន់អនុញ្ញាតឲ្យទៅបួសទេនេះគឺជាទី2ការសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនាបើតាមលោកសំរងត្រីដែលជាប្រធានមន្ត្រីសាធារណការខេត្តព្រះវិហារដែលបានបញ្ជាក់បន្ថែមថានៅពេលព្រះជន្មបាន18វស្សាលោកបានបួសជាសាមណេរនិងបានបំពេញជាភិក្ខុនៅក្នុងព្រះជន្ម20ព្រះវស្សានៅវត្តគូលែនខាងជើងនៅក្នុងឆ្នាំ1945លោកបានលាចាកសិក្ខាបទមកប្រកបរបរស្រែចម្ការជាមួយគ្រួសារមួយរយៈរួចក៏ថ្វាយបង្គំលាឪពុកម្ដាយទៅបួសរៀនជាអ្នកសច្ចាំងនៅលើក្នុងភ្នំត្បែងមានជ័យចេះនៅក្បួនហោរាសាស្ត្រក្បួនវិទ្យាសាស្ត្របុរាណនិងមន្តអាគមគាថាដ៏ពូកែស័ក្តិសិទ្ធិលុះមកដល់ឆ្នាំ1970លោកតាស៊ូងបាននិមន្តចុះពីភ្នំត្បែងមកផ្សព្វផ្សាយព្រះធម៌អប់រំអ្នកស្រុកឲ្យធ្វើអំពើល្អកតញ្ញូចំពោះអ្នកមានគុណជួយសង្គ្រោះអ្នកមានទុក្ខភ័យនិងជួយព្យាបាលអ្នកមានជំងឺតាំងពីពេលនោះមកគុណធម៌អ្នកសច្ចាំងភ្នំត្បែងបានល្បីសុះសាយគ្រប់ទិសទីរហូតដល់ប្រទេសថៃ3ការនិមន្តប្រសិទ្ធជារឿយលោកតាស៊ូងឬទេវតាដាដីតែងតែនិមន្តទៅប្រសិទ្ធគ្រប់ទីកន្លែងក្នុងទឹកដីខ្មែរបច្ចុប្បន្ននិងទឹកដីខ្មែរក្រោមពីអតីតកាលជាពិសេសនៅខេត្តស៊ីសាកេតនៅពេលឆ្លៀកសពាក់សលោកតាគឺជាតាបោះនៅពេលឆ្លៀកច្បងជីពរលោកតាគឺជាលោកតដងជនជាតិថៃនិងខ្មែរនៅតំបន់នោះគោរពលោកតាណាស់ដោយគេតែងតែហៅលោកតាថាទេវតាលើដីឬទេវតាដើរដីសូម្បីតែស្ដេចសៀមក៏គោរពលោកដែរពីព្រោះលោកតាស៊ូងបានមើលជំងឺបុត្រីស្ដេចសៀមឲ្យបានជាសះស្បើយបន្ទាប់ពីវេជ្ជបណ្ឌិតអាលីម៉ង់មិនអាចមើលជាលោកតាស៊ូងគឺចេះយ៉ាងច្បាស់លាស់នៅវិជ្ជាព្យាបាលជំងឺដោយប្រើតេជោសារធាតុឬធម្មពល
នុយក្លេអ៊ែរក្នុងរុក្ខជាតិដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យបុរាណ លោកតាតែងប្រើវិជ្ជានេះដើម្បីសង្គ្រោះជនជាតិខ្មែរនិងមនុស្សទូទៅមានជនជាតិថៃជាច្រើនចង់រៀនវិជ្ជាពីលោកតាប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះមានចេញចូលញៀនដោយបេះដូងជាពូជពង្សខ្មែរទើបអាចមាននិស្ស័យរៀនបាន 4. ភាពអស្ចារ្យរបស់លោកតាសួងឬទេវតាដើរដីយោងតាមសង្ឃដីការបស់ព្រះភិក្ខុព្រះគ្រូយសបញ្ញញាណខាងលើនៅក្នុងកម្មវិធីដដែលថាសម័យខ្មែរក្រហមឬប៉ុលពតមានទាហានខ្មែរក្រហមខ្លះបានចាញ់បាញ់សម្លាប់លោកតាសួងតែលោកតាមិនសគត់នោះទេជាមួយនេះព្រះភិក្ខុព្រះគ្រូយសបញ្ញញាណក៏បានមានសង្ឃដីកាបន្ថែមថានៅពេលដែលលោកតាសួងនិមន្តឆ្លងកាត់ស្ទឹងដែលមានទឹកជោកជន់ខ្លាំងតែទឹកនោះបែរជានៅត្រឹមកំភួនជើងរបស់លោកតាប៉ុណ្ណោះហើយព្រះអង្គនិមន្តទៅណាមកណាគឺលឿនខ្លាំងណាស់ 5. ថ្ងៃដែលលោកតាសួងទទួលអនិច្ចធម៌ឬសគត់លោកតាសួងបានសគត់នៅថ្ងៃទី8 ខែកញ្ញាឆ្នាំ1999ត្រូវនឹងពុទ្ធសករាជ2543ក្នុងបច្ចុប្បន្ន76ព្រះវស្សាសពថ្ងៃព្រះរូបព្រះសពរបស់លោកតាត្រូវបានតម្កល់ទុកនៅវត្តថៃផាន់ណាតាណាស្រុកភូសឹងខេត្តស៊ីសាកេតប្រទេសថៃបើយោងតាមប្រភពប្រទេសថៃបានឲ្យដឹងថាជារៀងរាល់ឆ្នាំគេត្រូវបើកមឈូសកសក់និងកាត់កញ្ចក់ចេញនាយឆ្នាំមួយនៅពេលបើកមឈូសគេបានកើតអភូតហេតុបិទគម្របវិញមិនចិត្តសោះក្រោយបានកាត់កញ្ចក់កសក់ផ្លាស់ប្ដូរស្បង់ជីពរថ្មីរួចរាល់ថ្វាយបង្គំលោកតាសួងដូច្នេះហើយទើបបញ្ជូអធិការគណៈកម្មការវត្តនិងលោកឧត្តមសេនីយ៍ឯកអគ្គមេបញ្ជាការកងទ័ពថៃបានឯកភាពគ្នាសម្រេចយាងសម្ដេចព្រះសង្ឃទេពវង្សពីប្រទេសកម្ពុជាទៅជួយសូត្រមន្តអធិដ្ឋានដាក់រំលឹកធម៌ដើមកំណើតខ្មែរព្រោះលោកតាសួងមានដើមកំណើតជាខ្មែរបន្ទាប់មកពេលសម្ដេចព្រះអគ្គមហាសង្ឃរាជទេពវង្សយាងមកដល់សម្ដេចក៏លើកព្រះហស្ថដាក់លើព្រះកេសព្រះសពនិងបួងសួងសុំយាងព្រះសពចូលក្នុងមឈូសសាក្រោយមកពួកគេក៏នាំគ្នាលើកព្រះសពដាក់ក្នុងមឈូសសាម្ដងទៀតពេលនោះគម្របបែរមិនអាចគ្របចិត្តពីមុនមកនោះបែរជាគម្របគ្របចិត្តវិញបន្ទាប់មកទៀតសម្ដេចព្រះអគ្គមហាសង្ឃរាជទេពវង្សក៏យាងព្រះបដិសិន្ធមឈូសមួយជុំរួចក៏យាងទៅសាលាបុណ្យធំជាកន្លែងប្រារព្ធកម្មវិធីតែម្ដងហើយពេលសម្ដេចព្រះអគ្គមហាសង្ឃរាជទេពវង្សយាងទៅដល់សាលាបុណ្យធំនោះភ្លាមព្រះភិរុណក៏បង្អន់ភ្លៀងចុះមកតែម្ដងទោះលោកតាបានសគត់ពិតមែនតែគេបានលើកឡើងថាដួងព្រលឹងរបស់លោកតាពីភាគ10នៅតាមសន្ធិដ្ឋសិស្សគុណនឹងជួយសង្គ្រោះដល់ជនជាតិខ្មែរនិងមនុស្សទូទៅនៅពេលវេលាដ៏សមគួរលោកតានឹងរំលឹកខន្ធទៅកាន់ទីបរមសុខសពថ្ងៃព្រះរូបរបស់លោកតាពូកែស័ក្តិសិទ្ធិខ្លាំងណាស់រហូតដល់ជនជាតិថៃគោរពគ្នាបូជាយ៉ាងក្រៃលែងដូចជាព្រះអាទិទេពដោយដូច្នោះឯងសូមអរគុណប្រិយមិត្តអ្នកតាមដាននិងស្ដាប់ដូចតទៅជីវប្រវត្តិរបស់លោកតាសួងឬហៅថាទេវតាដាក់ដីក៏បានលើកឡើងតែប៉ុណ្ណេះនៅភាគបន្តនឹងលើកឡើងនៅលោកតា
តែបានរៀនចេះចាំនូវក្បួនតម្រាបការស័ក្តិសិទ្ធិទៀតសូមអរគុណសូមជម្រាបលា